ដងវាយព្រះក្តីសែនដូនតាក្តីទទួលទេវតាក្តីក្នុងគោលបំណងតែមួយគឺកិច្ចគោរពគុណម៉ែឲ្យយើងក៏អត់មកទទួលហូបអាហ្នឹងប្រពុតក៏អត់មកទទួលផត់អាហ្នឹងទេវតាក៏អត់ចុះមកទទួលសោយរបស់អស់ហ្នឹងដែរគឺគោលបំណងរបស់យើងដាក់ហ្នឹងតែមួយគត់គឺការគោរពគុណចឹងការគោរពគុណមិនបាច់ដាក់ស្អីក៏បានយើងគ្រាន់តែនឹកផ្សាយសេចក្តីល្អឲ្យគេទៅគេឲ្យសេចក្តីល្អយើងឲ្យសេចក្តីល្អគេដែលរុក្ខទេវតាអាកាសទេវតាភូមិទេវតាគេថែរក្សាយើងមួយឆ្នាំពេញហ្នឹងគេផ្ដល់សេចក្តីសុខឲ្យយើងផ្សាយមេត្តានិងផ្ដល់សេចក្តីសុខឲ្យគេគ្មានស្អីជាងធម៌ផ្សាយមេត្តាហ្នឹងទេចម្រើនសេចក្តីល្អឲ្យគេហ្នឹងទេចឹងការគោរពគុណមិនបាច់ដាក់ស្អីក៏បានដែរក៏ជាការគោរពគុណដែរចឹងបាទអាត្មានិយាយមិញថាដូនតាយើងគាត់ចេះតែច្នៃទៅគោលបំណងគាត់ធ្វើគឺគាត់ដឹងច្បាស់ណាស់គាត់មិនវង្វេងដូចពួកយើងសម័យនេះទេគាត់ធ្វើអីមានហេតុមានផលប្រកបនៃអប់រំជ្រៅជ្រះនៅក្នុងពិធីមួយរបស់គាត់ដែលគាត់ធ្វើនឹងយើងសម័យក្រោយមិនយល់ពីបេះដូងរបស់គាត់មិនយល់ពីគោលបំណងរបស់គាត់ជួនកាលទៅថាពិធីរបស់គាត់ធ្វើនឹងទៅជាឈួតលីលាខាតប្រយោជន៍ចេះមួយចុះពីរដោយពិធីបោះបាយបិណ្ឌអញ្ចឹងហ្នឹងហើយយើងអត់យល់យើងទៅថាគាត់ឈួតតាមពិតពិធីគាត់ធ្វើមួយមានតម្លៃមានខ្លឹមសារអញ្ចឹងឥឡូវយើងបញ្ជាក់ដោយខ្លីមកថាសំណែនសែនចំពោះលោកអ្នកមានគុណមានមេត្តាបីក្តាក្តីដងវាយថ្វាយទេវតាក្តីដងវាយថ្វាយព្រះសម្មាសម្ពុទ្ធក្តីក្នុងគោលបំណងតែមួយគឺដើម្បីគោរពគុណទេវតាក៏អត់មកទទួលព្រះពុទ្ធក៏អត់មកទទួលម៉ែឲ្យយើងក៏អត់មកទទួលរបស់អស់នឹងដែរគឺយើងដាក់ក្នុងកិច្ចគោរពគុណតែមួយគត់អញ្ចឹងការគោរពគុណយើងមិនបាច់ដាក់ស្អីក៏បានដែរគ្រាន់តែនឹកក្នុងចិត្តនឹកសេចក្តីល្អរបស់លោកអ្នកមានគុណបើព្រះពុទ្ធនឹកដល់បញ្ញាគុណករណាគុណវិសុទ្ធគុណនិងបើពពួកទេវៈយើងនឹកដល់សេចក្តីល្អដែលគេមើលការខុសត្រូវយើងចាប់ទុកថាគេមានគុណលើយើងមួយដែរដែលយើងត្រូវផ្សាយសេចក្តីល្អនៅក្នុងពលី5ញាតពលីអតិថិពលីទេវៈពលីរាជពលីបពេតពលីអញ្ចឹងវាមានទេវៈពលីនៅក្នុងនឹងមួយព្រះអង្គសម្ដែងទេវៈពលីនោះគឺយើងផ្សាយសេចក្តីល្អដល់ពពួកទេវៈនឹងឯងអញ្ចឹងយើងត្រូវចម្រើនសេចក្តីល្អឲ្យគេអញ្ចឹងដងវាយដែលយើងដាក់នឹងគេអត់មានមកទទួលទេញាតញោមកុំឆ្វេងឆ្វាចណាដូចឆ្នាំណានោះសណ្ដែកខៀវ1គីឡូប្រមាណ 20000 ក៏ទិញដែរ 25000 ក៏ទិញដែរអាចេកធ្លាប់តែមួយឆ្និត 2500មួយឆ្និតឡើង 15000 ចេកណាំវ៉ាក៏ទិញដែរអាចេកមួយឆ្និតធ្លាប់តែ 2500ឡើង 12500 ក៏ទិញដែរយកមកដាក់ថ្វាយទេវតាដើម្បីសុំសិរីសួស្តីកុំឆ្លេឆ្លាអញ្ចឹងញាតិញោមអ្វីដែលអាត្មាចង់និយាយសំខាន់រឿងហ្នឹងកុំឆ្លេឆ្លាទៅទិញរបស់នឹងឲ្យបានដូចតាមហោរាគេទាយគេថាស្អីក៏ដោយសោយចេកក៏ដោយសោយឈាមក៏ដោយសោយលហិតក៏ដោយសោយផ្លែល្វាក៏ដោយសោយរបស់ស្អីក៏ដោយកុំឆ្លេឆ្លាទៅទិញរបស់ហ្នឹងដូនតាយើងគេមិនដែលកំណត់ទេដូចអាត្មានិយាយមិញអញ្ចឹងបើអ្នកកាន់ពុទ្ធសាសនាពុទ្ធសាសនាចំគេដាក់តែរូបពុទ្ធមួយស្ទៀន5ធូប5គឺគ្រឿងសក្ការៈទឹកស2កែវហើយផ្លែឈើនំនែកតាមអ្វីដែលគាត់មានក៏ដាក់ទៅតែប៉ុណ្្នឹងទេអត់មានអីទេព្រោះគាត់ដឹងថាដាក់គ្រាន់តែជាកិច្ចគោរពគុណទេវតាអត់មានមកទទួលរបស់អស់ហ្នឹងតាមផ្ទះយើងទេហើយចុះបើទេវតាចេះតែមកទទួលគ្រប់តែផ្ទះអញ្ចឹងស្រុកខ្មែរយើងប្រមាណលានផ្ទះញោម5 10លានអ្នកហើយក្រោយចូលគ្រប់តែផ្ទះហ្នឹងឈួតទេវតាងាប់បាត់ហើយមកចូលគ្រប់ហ្នឹងណែ